Rep số lực luôn được rú vàខ្ញុំបាទសូមជូនវីដេអូមួយតកតនឹងការបំពេញតនន័យបាទផែនការណាបាទផែនការរៀនសូត្រការបរិញ្ញានិងសាលារៀនមានប្រសិទ្ធភាពបាទអញ្ចឹងតំណលេខនេះឆ្នាំទៅកិច្ចការលេខ7បាទអញ្ចឹងសម្រាប់ឆ្នាំនេះគឺដូចគ្នាដែរទេបាទហើយយើងមានសម្រាប់អនុវិស័យបឋមនិងមធ្យមសិក្សាអញ្ចឹងខ្ញុំបាទសូមជូនវីដេអូសម្រាប់អនុវិស័យបឋមអញ្ចឹងលោកគ្រូអាចមើលទៅលើតំបន់និងខេត្តរបស់ខ្លួនតើត្រឹមត្រូវហើយនៅហើយមួយទៀតកន្លែងឈ្មោះអង្គភាពនេះតើគ្រូបកគោលខេត្ត IT ហ្នឹងគាត់បានរើសជូនឲ្យនៅអញ្ចឹងកន្លែងនេះគឺរើសឈ្មោះសាលារបស់លោកគ្រូមកបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំរើសសាលានេះមួយជាគំរូបាទអញ្ចឹងពេលដែលយើងរើសតិន័យនេះមកគឺប្រព័ន្ធរបស់យើងបានចាប់ផ្ដើមទាញតិន័យរបស់លោកគ្រូពីប្រព័ន្ធ 3.0.2 បាទតិន័យសាលារៀនដែលជាតិន័យសំខាន់ជាងគេហើយសូមលោកគ្រូផ្ដោតទៅលើកន្លែងនេះតិន័យសិស្សដើមឆ្នាំនិងជាក់ស្ដែងបាទអញ្ចឹងបើសិនបើដើមឆ្នាំនេះសិស្សអត់ចូលមកទេមានន័យថាតិចជាងចំនួនសិស្សជាក់ស្ដែងគឺចំនួនសិស្សនៅក្នុងស៊ីតតាមថ្នាក់មួយក៏វាអត់រត់ទៅដែរបាទអញ្ចឹងសិស្សហ្នឹងគឺយើងទាញចេញពីសិស្សដើមឆ្នាំមកអញ្ចឹងស៊ីតមួយនឹងមានចំនួនសិស្សអាស្រ័យទៅលើសិស្សដើមឆ្នាំនេះបាទហើយសិស្សដើមឆ្នាំគឺលោកគ្រូត្រូវពេញនៅក្នុង 3.0 ខ្ញុំបញ្ជាក់ត្រឡប់ថយក្រោយបន្តិចបាទតាមតំណលេងដែលនៅក្បែរហ្នឹងហើយយើងមានកន្លែងនេះកន្លែង N នេះត្រង់កន្លែងលក្ខខណ្ឌនេះសូមចូលជ្រើសរើសដាក់សិស្សដើមឆ្នាំអស់មកបាទអញ្ចឹងខ្ញុំខ្លីប៉ុណ្្នឹងទេតើតើនឹងកន្លែងហ្នឹងបាទហើយបន្តមកទៀតកិច្ចការដែលលោកគ្រូបកគោល IT ក៏ដូចជាលោកយកលោកស្រីនាយិកាត្រូវធ្វើបន្ទាប់ហ្នឹងគឺសូមបាទធ្វើការពេញតាមដំដោយពីក្លឹប D មកភូមិបាទភូមិអីគេសូមពេញមកបាទខ្ញុំសរសេរតំណាងដាក់កទៅហ្នឹងណាបាទហើយចាំលោកស្រីសរសេរត្រូវមកភូមិកដែរទៅខ្ញុំឧទាហរណ៍ណាអញ្ចឹងបើសង្កាត់រើសសង្កាត់មកបាទកន្លែងនេះស្រុកក្រុងខណ្ឌបាទសូមរើសមកកន្លែងនេះខ្ញុំដាក់ឧទាហរណ៍ទេបាទខ្ញុំដាក់កអញ្ចឹងលោកស្រីអាចដាក់ឈ្មោះជាក់ស្ដែងហើយកន្លែងនេះផែនការសាលារៀនគំរូឆ្នាំអញ្ចឹងមានន័យថាលោកគ្រូធ្លាប់បានបំពេញទេតើតើនឹងផែនការសាលាគំរូបាទអញ្ចឹងគេមានតាមសុចនាកររបស់គេនោះបាទដែលយើងតម្រូវឲ្យអនុវត្តទូទាំងប្រទេសបាទដែលខាងបឋមខ្ញុំអត់ដឹងថាមានប៉ុន្មានទេខ្ញុំភ្លេចដែរខាងមធ្យមមាន82និង83បាទអញ្ចឹងបើមានរើសថាមានមកបើអត់មានទេសូមរើសថាមិនមានបាទអញ្ចឹងនេះកន្លែងហ្នឹងហើយកន្លែងនេះគឺមានន័យថាបើសាលាដែលធ្លាប់បំពេញតាមរយៈមន្ទីរឲ្យបំពេញឬក៏នាយកដ្ឋានឲ្យបំពេញបើសិនជាលោកស្រីធ្លាប់បំពេញសូមរើសថាមានមកបើអត់ធ្លាប់ទេសូមរើសថាគ្មានរួចរាល់កន្លែងទំព័រដើមនេះគេហៅថាស៊ីតទំព័រដើមរួចហើយត្រង់កន្លែងថ្នាក់ទី1នេះសូមលោកស្រីចូលទៅបាទអញ្ចឹងរបៀបបំពេញដូចគ្នាដែរគឺលោកគ្រូត្រូវទៅ copy បាទទៅ copy កន្លែងគេហៅថាលទ្ធផលណាលទ្ធផលតេស្តវិនិច្ឆ័យចុងឆ្នាំបាទ2024ឬក៏ដើមឆ្នាំ2025ទៅតាមកម្រិតថ្នាក់នឹងយកមកដាក់នៅកន្លែងនេះដូចឆ្នាំទៅដែរបាទសូមពពេញបាទពេញមកឲ្យអស់តាមនឹងមកណាបាទយល់គឺដូចឆ្នាំទៅទីកន្លែងនេះណាបាទសូមពពេញកន្លែងណាអត់មានសូមជំនួសដោយលេខ0បាទថ្នាក់ទី1រួចរាល់ចូលថ្នាក់ទី2ចូលទី3ទី4បាទទី5ទី6បាទចឹងរួចរាល់លោកគ្រូនឹងបានជាតន័យសរុបនៅកន្លែងនេះបាទហើយនឹងមានជា report កន្លែងនេះបាទអញ្ចឹងកន្លែងនេះគឺត្រូវការបំពេញដែរមន្ត្រីការឡាយអយកនេះបាទក្រុងស្រុកខណ្ឌនេះក៏បំពេញដូចឆ្នាំទៅដែរបាទសូមបំពេញដូចគ្នាបាទអត្តលេខបាទអត្តលេខនេះបើគ្មានដាក់0មកបាទនាមតកោនាមខ្លួនបាទភេទអីនេះបើគ្មានដាក់ខ្វែងមកណាបាទកន្លែងនេះបើគ្មានដាក់0មកបាទហើយនឹងកន្លែងទូនាទីបាទរើសតាមនឹងមកបើគ្មានដាក់ខ្វែងមកដូចគ្នាដែរបាទកន្លែងទាំងអស់នេះបើគ្មានគឺដាក់ខ្វែងមកបាទនេះបាទឯកទេសទី1ទី2អាចរំលងបានបាទកន្លែងនេះអាចរំលងបានបាទនេះបាទអូខេដូចគ្នាដែរបើគ្មានគឺយើងខ្វែងបាទបើមានគឺយើងថិចកន្លែងណាបន្តមកទៀតជា report បញ្ជីគ្រូនេះមានន័យថាលោកគ្រូនៅសាលារបស់លោកគ្រូប្រមាណគឺវានឹងទាញមកនៅពេលដែលយើងពេញនៅក្នុង 3.0 ណាបាទគឺទាញមកកន្លែងនេះបាទមួយទៀតបាទយើងមាន report កន្លែងនេះបាទកន្លែងនេះគឺសម្រាប់
គ្រូអ្នកគ្រូបាទយើងអាចចុចកន្លែងនេះមកដើម្បីឲ្យវានេះវា combine អាតារាងដែលតនេនេះចូលណាអញ្ចឹងកុំឲ្យវានៅតនេអញ្ចឹងខ្ញុំបន្ថយបន្តិចបាទអញ្ចឹងបើសិនជាយើង print បាទយើង print preview ឃើញថាតារាងវានៅតនេច្រើនវាអត់តណោបាទអញ្ចឹងយើងអាចចុចអាកន្លែងហ្នឹងមកនេះរូបឡាវនេះហើយយើងចុច OK បាទចុច OK ទៅវាបាន combine វាហាយអាតារាងតនេនឹងចោលហើយបាទហើយលោកស្រីអាចចុចអានឹងដដែលទៅបើសិនបើមានគ្រូច្រើនជាងហ្នឹងត្រង់កន្លែងនេះសម្រាប់សាលាខ្ញុំបានដាក់ឲ្យរើសនាយកឬក៏នាយិកាបាទប៉ុន្តែគ្រាន់ link សាកល្បងនេះខ្ញុំអត់បានភ្ជាប់ណាបាទកន្លែងនេះគឺយើងមាន option ឲ្យរើសដូចកន្លែងហ្នឹងចឹងបាទអញ្ចឹងយើងអាចចុចពីរដងលើនឹងទៅយើងអាចរើសបានហើយបាទឧទាហរណ៍ខ្ញុំឧទាហរណ៍អូខេខ្ញុំកុំឲ្យឧទាហរណ៍វែងខ្ញុំបន្តទៀតហ្មងទៅបាទចាំខ្ញុំបង្ហាញនៅក្នុងការអនុវត្តរបស់ខាងមធ្យមបាទបន្តទៀតបាទនេះក៏ជា report ដែរបាទ report ដែរហើយកន្លែងនេះវានឹងមក automatic ព្រោះអីខ្ញុំបានភ្ជាប់ជាមួយនឹង link សំទោស sheet កន្លែងនេះហើយបាទកន្លែងយកនាយិកាបាទកន្លែងនេះជា report សុំយើងអាចជ្រើសរើសមួយបាទនេះរើសមកបាទជាលទ្ធផលតេស្តវិនិច្ឆ័យបាទចឹងអាច print ម្ដងមួយកម្រិតថ្នាក់ក៏បានដែរយើង print នេះកម្រិតថ្នាក់កម្រិតសាលាកម្រិតសាលារៀនបាទអាច print ចេញបាទបើសិនមកគេតម្រូវឲ្យ print បាទកន្លែងនេះដូចគ្នាដែរបើសិនជាគេតម្រូវឲ្យ print លោកស្រីអាច print ម្ដងមួយកម្រិតថ្នាក់ឬក៏មួយថ្នាក់បាទនេះគឺមួយថ្នាក់ម្ដងណាបាទអាច print មកហើយកន្លែងនេះវានឹងរត់តាមហើយដោយសារយើងកំណត់នៅកន្លែងនេះហើយបាទបើសិនយើងរើសនយោបាយនៅកន្លែងខាងដើមគឺកន្លែងនេះនយោបាយដែរបាទផែនការ6ឆ្នាំអីដូចគ្នាទេបាទដូចគ្នាដែរទេបាទកន្លែងនេះខ្ញុំមិនលម្អិតទេគឺដូចឆ្នាំទៅទេផែនការ3ឆ្នាំអីនេះបាទអញ្ចឹងគឺកាលណាមានលេខមកផែនការនេះគឺវារត់អូតូម៉ាទិកហើយបាទអញ្ចឹងសម្រាប់ទិន្នន័យខ្ញុំបញ្ជាក់ឡើងវិញបាទដើម្បីឲ្យកន្លែងនេះកន្លែង data នេះលោតថាមានទិន្នន័យហើយកន្លែងនេះ 100% គឺដាច់ខាតលោកគ្រូត្រូវបំពេញពី sheet G1 ដល់ G6 កន្លែងណាអត់មានទិន្នន័យសូមជំនួសវាដោយលេខ0បាទជំនួសដោយលេខ0ហើយរបៀបនៃការជំនួសដោយលេខ0ខ្ញុំមានរូបមន្តកាត់ឲ្យហើយគឺស្វ័យគុណបាទslash មកឆ្វេងបាទ s តូចផ្កាយទ្រង់ជ្រូកបាទហើយយើងជំនួសវាដោយលេខ0មកបាទអញ្ចឹងយើងតែបំពេញប៉ុណ្ណឹងមកហើយបំពេញកន្លែងការឡៃទៀតមកទិន្នន័យហ្នឹងនឹងលោត 100% ហើយបាទអញ្ចឹងនេះគឺជាវីដេអូសម្រាប់ការបំពេញទិន្នន័យផ្នែកបឋមសិក្សាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះហើយសូមគោរពអរគុណបាទសូមជម្រាបលា